តាអ្នកធ្លាប់ស្រមៃទាថាពិភពលោកនៅឆ្នាំ2030នឹងទៅជាយ៉ាងណាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកំពុងវិនិយោគរាប់ពាន់លានដុល្លារលើការស្រាវជ្រាវនិងអភិវឌ្ឍអ្នកវិទ្យាសាស្ត្រកំពុងប្រណាំងប្រជែងដើម្បីបង្កើតអ្វីដែលយើងធ្លាប់តែឃើញក្នុងរឿងប្រឌិតវិទ្យាសាស្ត្រកុំព្យូទ័រខួរក្បាលមនុស្សដែលគិតបានលឿនជាងកុំព្យូទ័រទំនើបរាប់លានដងយានយន្តគ្មានអ្នកបើកបរដែលហោះហើរលើមេឃបច្ចេកវិទ្យាដែលអាចអានគំនិតយើងបានថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីបច្ចេកវិទ្យា10យ៉ាងដែលនឹងផ្លាស់ប្ដូរពិភពលោករបស់យើងនៅឆ្នាំ2030បច្ចេកវិទ្យាទី1គឺបញ្ញាសិទ្ធិបញ្ញមិត្ត 2.0 AI 2.0 AI សពថ្ងៃអាចឆ្លើយសំណួរឬបង្កើតរូបភាពបានប៉ុន្តែ AI នៅឆ្នាំ2030នឹងក្លាយទៅជាភ្នាក់ងារស្វ័យយ័ត Autonomous Agent ដែលអាចធ្វើការជំនួសមនុស្សបានទាំងស្រុងឆ្នាំ2025ត្រូវបានគេស្គាល់ថាជាឆ្នាំនៃ AI Agent ហើយនៅឆ្នាំ2030វានឹងក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃយើងតើវាអាចធ្វើអ្វីបានខ្លះជំនួយការផ្ទាល់ខ្លួនដែលអាចគ្រប់គ្រងកាលវិឆេរសុខភាពនិងការងាររបស់អ្នកដោយស្វ័យប្រវត្តិ AI ផ្នែកហិរញ្ញវត្ថុដែលអាចគ្រប់គ្រងការវិនិយោគនិងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជំនួសមនុស្ស AI ក្នុងអាជីវកម្មដែលអាចបង្កើនប្រសិទ្ធភាពការងារបានយ៉ាងច្រើនទីផ្សារ AI ប្រភេទនេះត្រូវបានគេពាក្យការថានឹងកើនឡើងដល់ជិត200ពាន់លានដុល្លារនៅឆ្នាំ2034បច្ចេកវិទ្យាទី2គឺកុំព្យូទ័រ Quantum ដែលនឹងផ្លាស់ប្ដូរពិភពលោកទាំងស្រុងខណៈដែលកុំព្យូទ័រធម្មតាប្រើ bit កុំព្យូទ័រ Quantum ប្រើ qubit ដែលអាចជា0 1ឬទាំងពីរក្នុងពេលតែមួយនេះមានន័យថាវាអាចដោះស្រាយបញ្ហាដែលស្មុគស្មាញធ្ងន់ធ្ងរបំផុតដែលកុំព្យូទ័រទំនើបប្រើពេលរាប់ពាន់ឆ្នាំក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះអតីតនាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Pat Gelsinger ថែមទាំងបានពាក្យការថាកុំព្យូទ័រ Quantum នឹងចាប់ផ្ដើមជំនួស GPU នៅដើមទសវត្សរ៍ឆ្នាំ2030ក្រុមហ៊ុនយក្សដូចជា IBM កំពុងសាងសង់កុំព្យូទ័រ Quantum ខ្នាតធំដែលអាចដំណើរការគណនាដ៏ស្មុគស្មាញបានទីផ្សារ Quantum ត្រូវបានគេពាក្យការថានឹងឡើងដល់ 5.3 ពាន់លានដុល្លារនៅឆ្នាំ2029បច្ចេកវិទ្យាទី3គឺបណ្ដាញ 6G ដែលនឹងនាំមកនូវការទាក់ទងល្បឿនលឿនបំផុតខណៈដែល 5G កំពុងពង្រីកខ្លួន 6G នឹងធ្វើឲ្យមានការយឺតយ៉ាវជិត0និងល្បឿនលឿនជាង 5G រាប់រយដងតើនេះមានន័យយ៉ាងណាយានយន្តស្វ័យយ័តអាចតាក់ទងគ្នាបានភ្លាមគ្មានការបន្ទប់គ្នាវេជ្ជបណ្ឌិតអាចធ្វើវះកាត់ពីចម្ងាយរាប់ទ្វេគីឡូម៉ែត្របាននិងការប្រជុំ holographic คล้ายទៅជារឿងធម្មតាបច្ចុប្បន្ននេះចិនបានបញ្ចប់ការសាក់លបងបច្ចេកវិទ្យា 6G ដំណាក់កាលទី1រួចហើយដោយមានបច្ចេកវិទ្យាសំខាន់ជាង300ទ្រង់ទ្រាយដែលបានបង្កើតឡើងបច្ចេកវិទ្យាទី4គឺការតាក់ទង Quantum ដែលនឹងធ្វើបដិវត្តន៍សន្តិសុខតាមអ៊ីនធឺណិតជាមួយនឹងការកើនឡើងរបស់កុំព្យូទ័រ Quantum ប្រព័ន្ធសន្តិសុខបច្ចុប្បន្ននឹងឡើងមានសុវត្ថិភាពទៀតហើយប៉ុន្តែការតាក់ទង Quantum បានផ្ដល់ដំណោះស្រាយគឺការបំបែកកោណសោ Quantum ឬ QKD ដែលធ្វើឲ្យការលួចស្ដាប់មិនអាចទៅរកបានឡើយប្រទេសចិនបានដាក់ដំណើរការបណ្ដាញ Quantum Communication ដូចជាផ្លូវកាត់ក្រុងប៉េកាំងសៀងហៃនិងផ្កាសតិ Mozi នៅឆ្នាំ2030ការតាក់ទង Quantum នឹងចោះដល់ដំណាក់កាលពាណិជ្ជកម្មបច្ចេកវិទ្យាទី5គឺយានយន្តស្វ័យយ័តដែលនឹងផ្លាស់ប្ដូរការធ្វើដំណើររបស់យើងទាំងស្រុងនៅឆ្នាំ2030រថយន្តស្វ័យយ័តកម្រិត5នឹងក្លាយទៅជារឿងធម្មតាតាមទីក្រុងធំៗអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺថារថយន្តនឹងអាចតាក់ទងគ្នាបានលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ស្ទើរតែទាំងអស់ដ្រូននឹងក្លាយទៅជាផ្នែកមួយនៃការដឹកជញ្ជូនទំនិញសូម្បីតែបច្ចុប្បន្ននេះក៏កំពុងដំណើរការសាកល្បងដែរគំនិតនៃការកាន់កាប់រថយន្តផ្ទាល់ខ្លួនអាចនឹងរលាយបាត់ទៅជំនួសដោយសេវាកម្មរថយន្តតាមតម្រូវការទីផ្សារយានយន្តស្វ័យយ័តត្រូវបានគេពាក្យការថានឹងកើនឡើងដល់ជិត 4.5 ពាន់លានដុល្លារនៅឆ្នាំ2034បច្ចេកវិទ្យាទី6គឺវិស្វកម្ម Genetic និងជីវវិទ្យាដែលនឹងធ្វើបដិវត្តន៍វិស័យសុខាភិបាលបច្ចេកវិទ្យា CRISPR និងការកែតម្រង់ Genetic នឹងកាន់តែច្បាស់លាស់និងមានសុវត្ថិភាពជាងមុននៅឆ្នាំ2030យើងនឹងឃើញការព្យាបាលជំងឺតតំពួង Leishmania និង Huntington ដោយការកែតម្រង់ Genetic ការបង្កើតសរីរាង្គកាយមនុស្សនៅក្នុងមន្ទីរពិសោធន៍ដើម្បីបដូរសរីរាង្គកាយនិងថ្នាំពេទ្យផ្ទាល់ខ្លួនដែលបានរចនាឡើងសម្រាប់ DNA របស់អ្នកម្នាក់ទីផ្សារជីវវិទ្យាសំខាន់ត្រូវបានគេពាក្យការថានឹងកើនឡើងដល់ 192.9 ពាន់លានដុល្លារនៅឆ្នាំ2034បច្ចេកវិទ្យាទី7គឺថាមពលនិរន្តរៈពិសេសគឺការលាយបញ្ចូលនុយក្លេអ៊ែរនេះគឺជាប្រភពថាមពលដូចឆ្នាំថាមពលព្រះអាទិត្យដែលផ្ដល់ថាមពលយ៉ាងច្រើនគ្មានកាកសំណល់វីដេអូរ៉ាស្យ៉ាងភាពយូរអង្វែង
ในឆ្នាំ 2030 យើងនឹងឃើញរោងចក្រថាមពល fusion ពាណិជ្ជកម្មដំបូងគេដែលអាចផលិតថាមពលឃ្លានបានយ៉ាងច្រើនថ្មដែលមានប្រសិទ្ធភាពនិងតម្លៃថោកជាងមុនការផ្លាស់ប្ដូរពី Internet Fossil ទៅថាមពលកកើតឡើងបច្ចុប្បន្ននេះនៅក្នុងប្រទេសចិនមានគម្រោង breeder ដែលកំពុងជំរុញយ៉ាងខ្លាំងឆ្ពោះទៅរកការផលិតថាមពល fusion ទីផ្សារ fusion ត្រូវបានគេពាក្យការថានឹងឡើងដល់ $479.7 ពាន់លាននៅឆ្នាំ 2029បច្ចេកវិទ្យាទី8គឺជំរិតប្រទាបខួរក្បាលមនុស្សនិងកុំព្យូទ័រដែលអនុញ្ញាតឲ្យមនុស្សបញ្ជាឧបករណ៍ដោយគំនិតនៅឆ្នាំ 2030 BCI នឹងចេញពីមន្ទីរពិសោធន៍មកទីផ្សារពិតប្រាកដតើវាអាចធ្វើអ្វីបានខ្លះជួយអ្នកពិការឲ្យអាចប្រើប្រាស់ដៃជើងសិទ្ធិភាពបានអនុញ្ញាតឲ្យមនុស្សវាយអក្សរឬបញ្ជាកុំព្យូទ័រដោយគ្រាន់តែគិតការគ្រប់គ្រងឧបករណ៍ផ្សេងៗក្នុងផ្ទះនិងកន្លែងធ្វើការបច្ចុប្បន្ននេះមានក្រុមហ៊ុនចិនជាង200ក្រុមកំពុងធ្វើការលើបច្ចេកវិទ្យានេះហើយអ្នកពិការដាច់សន្អឹងកអាចគ្រប់គ្រងរទេះរុញនិងប្រដាប់កំសាន្តដោយគំនិតបានហើយទីផ្សារ BCI ត្រូវបានគេពាក្យការថានឹងឡើងដល់ $12.4 ពាន់លាននៅឆ្នាំ 2034បច្ចេកវិទ្យាទី9គឺមនុស្សយន្តស្វ័យយ័តដែលនឹងក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងនៅឆ្នាំ 2030 មនុស្សយន្តនឹងលែងមែនជាម៉ាស៊ីនដែលដំណើរការតាមកម្មវិធីនោះទេប៉ុន្តែជាអ្នករៀនសូត្រនិង adaptable តើវាអាចធ្វើអ្វីបានខ្លះមនុស្សយន្តសហការី Cobot ដែលធ្វើការជាមួយមនុស្សក្នុងរោងចក្រនិងមន្ទីរពេទ្យមនុស្សយន្តថែទាំមនុស្សចាស់ជរានិងអ្នកពិការជំងឺមនុស្សយន្តបម្រើសេវាកម្មក្នុងភោជនីយដ្ឋានសន្តាគារជាដើមក្រុមហ៊ុនដូចជា BMW បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Figure AI ដើម្បីដាក់បំប្រាយមនុស្សយន្ត humanoid នៅរោងចក្ររួចហើយបច្ចេកវិទ្យាទី10គឺការពិតបន្ថែម XR ដែលរួមមាន AR, VR និង MR ដែលនឹងបញ្ចូលពិភព Digital និងរូបភាពចូលគ្នានៅឆ្នាំ 2030 អេក្រង់នឹងលែងជាច្រកសំខាន់ទៅកាន់បទពិសោធន៍ Digital ទៀតហើយតើវានឹងផ្លាស់ប្ដូរអ្វីខ្លះការប្រជុំការងារនឹងក្លាយទៅជា Holographic ដែលអ្នកអាចមើលឃើញគូគន់របស់អ្នកដូចនៅក្នុងបន្ទប់តែមួយការអប់រំនឹងក្លាយទៅជាបទពិសោធន៍អន្តរកម្មដូចជាការដើរក្នុងទីក្រុងរ៉ូមបុរាណនិងការដើរទិញអីវ៉ាន់នឹងអាចសាកល្បងផលិតផលក្នុង 3D មុននឹងទិញគណៈកម្មការអឺរ៉ុបបានពាក្យការថាទីផ្សារពិភព Virtual អាចបង្កើតចំណាយបានរហូតដល់ $800 ពាន់លាននៅឆ្នាំ 2030សរុបមកវិញបច្ចេកវិទ្យា10យ៉ាងនេះកំពុងវិវត្តនៅល្បឿនលឿនបំផិតនិងផ្លាស់ប្ដូរជីវិតរបស់យើងនៅឆ្នាំ 2030 ពី AI 2.0 ដែលអាចធ្វើការជំនួសមនុស្សរហូតដល់ថាមពលឃ្លានអនន្តដីពី Nuclear Fusion និងការតាក់ទងខួរក្បាលមនុស្សជាមួយនឹងកុំព្យូទ័រប៉ុន្តែការផ្លាស់ប្ដូរទាំងនេះក៏នាំមកនូវបញ្ហាផ្លូវសីលធម៌និងសង្គមជាច្រើនផងដែរយើងត្រូវរៀបចំនិងបង្កើតច្បាប់ដើម្បីធានាថាបច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់ដើម្បីផលប្រយោជន៍នៃមនុស្សជាតិទាំងអស់តើអ្នករំភើបចិត្តជាមួយនឹងបច្ចេកវិទ្យាមួយណាជាងគេតើអ្នកគិតថាបច្ចេកវិទ្យាមួយណានឹងផ្លាស់ប្ដូរជីវិតអ្នកច្រើនជាងគេប្រាប់ King នៅខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីតាមដានព័ត៌មានថ្មីៗបន្តទៀត